nướcឆ្នាំនេះ Black Hole គឺជាប្រធានបទដ៏ចម្បងមួយនៅក្នុងរង្វាន់ Nobel ដោយពានរង្វាន់ Nobel ផ្នែករូបវិទ្យាត្រូវបានគេផ្ដល់ទៅឲ្យអ្នកវិទ្យាសាស្ត្រចំនួន3រូបដែលសិក្សាអំពី Black Hole នេះគឺលោក Roger Penrose ដែលធ្លាប់ជាដៃគូរបស់លោក Stephen Hawking ហើយដែលបានរកឃើញទ្រឹស្ដីបញ្ជាក់ពីវត្តមាន Black Hole ទៅតាមការព្យាករណ៍ក្នុងទ្រឹស្ដី General Relativity របស់លោក Albert Einstein ចំណែកពីររូបទៀតគឺលោក Reinhard Genzel និងលោកស្រី Andrea Ghez ដែលបានរកឃើញ Supermassive Black Hole នៅចំកណ្ដាល Galaxy Milky Way របស់យើង Black Hole តែងតែជាអាតកម្បាំងដ៏ចម្បងមួយនៅក្នុងចំណោមអាតកម្បាំងសំខាន់ៗនៅក្នុងចំណេះដឹងរបស់យើងទៅលើចក្រវាឡហើយតាមការពិតទៅកាលពីដំបូងឡើយសូម្បីតែលោក Albert Einstein ខ្លួនឯងផ្ទាល់ក៏មិនជឿដែរថា Black Hole នេះអាចមានវត្តមានជាក់ស្ដែងនៅក្នុងចក្រវាឡដើម្បីអាចយល់ពីដំណើរដើមតងដែលនាំទៅដល់ការចាប់កំណើតនៃទ្រឹស្ដីអំពី Black Hole នេះយើងចាំបាច់ត្រូវយល់ពីចំណុចសំខាន់មួយគឺលក្ខណៈខុសគ្នារវាងកម្លាំងទំនាញនៅក្នុងមេកានិកក្លាសិករបស់ Isaac Newton និងកម្លាំងទំនាញនៅក្នុងទ្រឹស្ដី General Relativity របស់ Albert Einstein នៅក្នុងទ្រឹស្ដីកម្លាំងទំនាញសកលរបស់ Isaac Newton ដូចដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈសម័យកាលរបស់លោកកម្លាំងទំនាញរវាងវត្ថុពីរគឺវាអាស្រ័យទៅលើម៉ាស់និងចម្ងាយហើយម៉ាស់នៃទីផ្សោតគឺចាំបាច់ត្រូវអាស្រ័យទៅលើម៉ាស់នៃវត្ថុទាំងពីរដែលនេះគឺមានន័យថាកម្លាំងទំនាញអាចមានឥទ្ធិពលតែទៅលើអ្វីៗដែលមានម៉ាស់តែប៉ុណ្ណោះដូច្នេះយោងតាមទ្រឹស្ដីរបស់ Isaac Newton កម្លាំងទំនាញគឺមិនមានឥទ្ធិពលទៅលើពន្លឺនោះទេពីព្រោះថាពន្លឺផ្សំឡើងដោយ photon ដែលមិនមានម៉ាស់នៅក្នុងទ្រឹស្ដី General Relativity របស់ Albert Einstein វិញការដែលកម្លាំងទំនាញធ្វើឲ្យវត្ថុពីរខិតចូលគ្នាគឺវាមិនមែនដោយសារតែមានកម្លាំងប្រទាញរវាងវត្ថុទាំងពីរនេះដូចជានៅក្នុងទ្រឹស្ដីរបស់ Newton នោះទេផ្ទុយទៅវិញកម្លាំងទំនាញកើតឡើងដោយសារតែភាពកោងនៃលំហពេលហើយភាពកោងនៃលំហពេលនេះហើយដែលធ្វើឲ្យអ្វីៗដែលនៅជុំវិញនោះត្រូវមានចលនាចាកពីគន្លងដើមជាការពិតថានៅក្នុងទ្រឹស្ដីរបស់ Einstein កម្លាំងទំនាញក៏អាស្រ័យទៅលើម៉ាស់និងចម្ងាយដែរហើយគឺម៉ាស់នេះឯងដែលជាអ្នកធ្វើឲ្យលំហពេលត្រូវកោងក៏ប៉ុន្តែផ្ទុយពី Newton កម្លាំងទំនាញរបស់ Einstein មិនតម្រូវថាទាល់តែវត្ថុមានម៉ាស់ទាំងពីរទើបអាចមានឥទ្ធិពលកម្លាំងទំនាញនោះទេផ្ទុយទៅវិញឲ្យតែមានវត្ថុមួយមានម៉ាស់ហើយធ្វើឲ្យលំហពេលត្រូវកោងគ្រប់អ្វីៗផ្សេងទៀតទោះជាមានម៉ាស់ឬក៏គ្មានម៉ាស់ក៏ដោយឲ្យតែមានចលនាឆ្លងកាត់តាមភាពកោងនៃលំហពេលនេះគឺសុទ្ធតែត្រូវទទួលឥទ្ធិពលកម្លាំងទំនាញទាំងអស់ដូច្នេះយោងតាមទ្រឹស្ដី General Relativity នេះកម្លាំងទំនាញក៏អាចមានឥទ្ធិពលទៅលើពន្លឺបានដែរហើយទ្រឹស្ដីនេះត្រូវបានបញ្ជាក់ដោយភស្តុតាងជាក់ស្ដែងគឺភស្តុតាងចេញពីការសង្កេតរបស់លោក Arthur Eddington ទៅលើបាតុភូតសូរ្យគ្រាសនៅឆ្នាំ1919ដែលនៅពេលនោះគេឃើញថាផ្កាយដែលស្ថិតនៅពីខាងក្រោយព្រះអាទិត្យពិតជាមានទីតាំងខុសពីទីតាំងដើមពិតមែនដោយសារតែពន្លឺដែលចេញពីផ្កាយនេះត្រូវកោងនៅពេលធ្វើដំណើរឆ្លងកាត់ដែនកម្លាំងទំនាញរបស់ព្រះអាទិត្យផលវិបាកដ៏ចម្បងមួយនៃទ្រឹស្ដី General Relativity នេះគឺនៅត្រង់ថាប្រសិនបើកម្លាំងទំនាញគឺជាភាពកោងនៃលំហពេលដែលអាចមានឥទ្ធិពលទៅលើពន្លឺបែបនេះដូច្នេះប្រសិនបើកម្លាំងទំនាញនោះមានកម្លាំងខ្លាំងធ្វើឲ្យលំហពេលត្រូវកោងខ្លាំងដល់កម្រិតមួយវាប្រកាសជាអាចទាញយកអ្វីៗដែលនៅក្នុងដែនទំនាញនេះទាំងអស់សូម្បីតែពន្លឺក៏មិនអាចគេចចេញរួចបាននោះដែរកន្លែងដែលមានកម្លាំងទំនាញដ៏សម្បើមមិនឲ្យពន្លឺចេញរួចនេះហើយដែលគេឲ្យឈ្មោះថា Black Hole នៅឆ្នាំ1916មួយឆ្នាំក្រោយ Albert Einstein ចេញផ្សាយទ្រឹស្ដី General Relativity របស់លោកអ្នកប្រាជ្ញអាល្លឺម៉ង់មួយរូបទៀតឈ្មោះ Karl Schwarzschild បានធ្វើការគណនាលម្អិតបន្ថែមទៅលើសម័យកាលរបស់ Albert Einstein ហើយបានរកឃើញថាដើម្បីឲ្យវត្ថុមួយមានកម្លាំងទំនាញគ្រប់គ្រាន់អាចទាញពន្លឺមិនឲ្យគេចចេញរួចបានសារធាតុនៅក្នុងវត្ថុនោះចាំបាច់ត្រូវតែមានដង់ស៊ីតេយ៉ាងសម្បើមពូលគឺគ្រប់សារធាតុគ្រប់ម៉ាស់របស់វត្ថុនោះចាំបាច់ត្រូវតែប្រមូលផ្ដុំគ្នានៅក្នុងរង្វង់ដ៏តូចមួយដែលបច្ចុប្បន្ននេះត្រូវបានគេឲ្យឈ្មោះថារង្វង់ Schwarzschild ឬហៅតាមភាសាអង់គ្លេសថា Schwarzschild radius បើគិតទៅតាមទ្រឹស្ដីរបស់ Schwarzschild នេះផ្
កាយដែលមានម៉ាស់ប៉ុនព្រះអាទិត្យរបស់យើងអាចคล้ายទៅជា black hole បានលុះត្រាតែគ្រប់អ្វីៗទាំងអស់នៅក្នុងព្រះអាទិត្យត្រូវបង្ហាប់ចូលគ្នានៅសល់ត្រឹមតែជា sphere ទំហំប្រមាណជា6គីឡូម៉ែត្រប៉ុណ្ណោះហើយបើគិតត្រឹមម៉ាស់របស់ភពផែនដីរបស់យើងវិញគឺទាល់តែគ្រប់អ្វីៗទាំងអស់នៅលើភពផែនដីនេះហាប់ចូលគ្នានៅសល់ត្រឹមជា sphere ទំហំ2សង់ទីម៉ែត្រពូលគឺបង្រួមពីទំហំផែនដីបច្ចុប្បន្នមកនៅប្រហែលទំហំប៉ុនគ្រាប់ឃ្លីប៉ុណ្ណោះទើបផែនដីអាចคล้ายទៅជា black hole បានដោយមើលទៅលើលក្ខណៈចំណែកនេះហើយបានជានៅពេលនោះសូម្បីតែ Einstein ខ្លួនឯងក៏មិនជឿថា black hole នេះគឺអាចមានជាក់ស្ដែងនៅក្នុងចក្រវាឡដែលលោកគិតថាវាមិនអាចទៅរស់នោះទេដែលនៅក្នុងធម្មជាតិសារធាតុអាចមានដង់ស៊ីតេដ៏សម្បើមមិនអាចពិពណ៌នាបានបែបនេះក៏ប៉ុន្តែប្រមាណជា50ឆ្នាំក្រោយមកទៀតនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ70អ្នកប្រាជ្ញអង់គ្លេសពីររូបគឺលោក Stephen Hawking និងលោក Roger Penrose បានយកទ្រឹស្ដី General Relativity របស់ Albert Einstein មកសិក្សាលម្អិតដោយបូកបញ្ចូលជាមួយនឹងទ្រឹស្ដីរូបវិទ្យាកង់ទិចក៏បានរកឃើញថាកម្លាំងទំនាញគឺពិតជាអាចធ្វើឲ្យគ្រប់សារធាតុទាំងអស់ត្រូវប្រមូលផ្ដុំគ្នាមកនៅត្រឹមក្នុងរង្វង់ Schwarzschild បង្កើតទៅជា black hole បានពិតប្រាកដមែនហើយតាមក៏ពិតទៅអ្វីៗដែលនៅក្នុងរង្វង់នេះនឹងត្រូវកម្លាំងទំនាញទាញឲ្យមកប្រមូលផ្ដុំចូលគ្នាជាចំណុចកាន់តែតូចជាងនេះទៅទៀតគឺទៅជាចំណុចដ៏តូចល្អិតបំផុតមួយដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា singularity ដោយនៅក្នុងចំណុចនេះគឺលែងមានទៀតហើយលំហពេលចំណែករាល់ទ្រឹស្ដីរូបវិទ្យាដែលយើងធ្លាប់ស្គាល់តាំងពីមុនមកនោះក៏លែងអនុវត្តបានទៀតនោះដែរចាប់តាំងពីពេលនោះមកទ្រឹស្ដី singularity និង black hole ត្រូវបានអ្នកវិទ្យាសាស្ត្រទទួលស្គាល់ជាទូទៅហើយអ្វីដែលគេនាំគ្នាផ្ដោតការសិក្សាជាជំហានបន្ទាប់គឺធ្វើយ៉ាងណាស្វែងរក black hole ដើម្បីបានជាភស្តុតាងជាក់ស្ដែងក៏ប៉ុន្តែសំណួរចោទឡើងថាបើសិនជា black hole មានកម្លាំងទំនាញរហូតមិនឲ្យពន្លឺចេញរួចបានហើយអ្វីៗត្រូវខ្មៅងងឹតដោយគ្មានពន្លឺអ្វីទាំងអស់នោះតើគេធ្វើដូចម្តេចដើម្បីអាចរកមើល black hole នេះឃើញដំណោះស្រាយគឺគេត្រូវសង្កេតមើលទៅលើអ្វីៗដែលនៅជុំវិញហើយដែលត្រូវរងនៅឥទ្ធិពលនៃកម្លាំងទំនាញដ៏សម្បើមរបស់ black hole នៅឆ្នាំ1971តារាវិទូបានសង្កេតឃើញភាពចំណែកនៃផ្កាយមួយដែលជាប្រភេទផ្កាយក្សខៀវឬ Blue Supergiant ស្ថិតនៅចម្ងាយប្រមាណជាង 6000 ឆ្នាំពន្លឺពីភពផែនដីរបស់យើងផ្កាយនេះគេឃើញថាមានចលនាស្រដៀងគ្នាទៅនឹងផ្កាយភ្លោះដែលវិលជុំវិញគ្នាទៅវិញទៅមកហើយតាមការគណនាទៅលើល្បឿននិងគន្លងតារាវិថីរបស់ Blue Supergiant នេះផ្កាយដែលជាដៃគូរបស់វាគួរតែមានម៉ាស់រហូតដល់ទៅប្រមាណជា14ដងនៃម៉ាស់ព្រះអាទិត្យរបស់យើងក៏ប៉ុន្តែអ្វីដែលចម្លែកគឺចម្លែកនៅត្រង់ថានៅពេលដែលគេសង្កេតយ៉ាងម៉ត់ចត់ទៅគេឃើញថាផ្កាយ Blue Supergiant នេះស្ថិតនៅតែម្នាក់ឯងតែប៉ុណ្ណោះដោយគេមិនឃើញមានផ្កាយណាមួយទៀតជាដៃគូនៅក្បែរនោះទាល់តែសោះនៅពេលនោះហើយដែលគេសន្និដ្ឋានថាផ្កាយដែលជាដៃគូដែលមានម៉ាស់រហូតដល់ទៅ14ដងនៃម៉ាស់ព្រះអាទិត្យហើយដែលគេមើលមិនឃើញនោះតែក៏ពិតទៅមិនមែនជាផ្កាយនោះទេផ្ទុយទៅវិញវាគឺជា black hole ការសិក្សាលម្អិតជាច្រើនឆ្នាំក្រោយមកទៀតជាពិសេសការសង្កេតតាមរយៈ telescope ទំនើបដែលប្រើកាមេរ៉ារស្មី X អាចឲ្យគេបញ្ជាក់បានកាន់តែច្បាស់អំពីវត្តមាន black hole នេះហើយចាប់តាំងពីពេលនោះមក black hole ជាច្រើនផ្សេងទៀតត្រូវបានគេរកឃើញជាបន្តបន្ទាប់ដោយនៅក្នុងនោះក៏មានដែរការរកឃើញ black hole ដ៏សម្បើមមួយដែលស្ថិតនៅចំកណ្ដាល Galaxy Milky Way របស់យើង black hole នេះដែលត្រូវបានគេឲ្យឈ្មោះថា Sagittarius A star មានម៉ាស់រហូតដល់ទៅប្រមាណជា4លានដងនៃម៉ាស់ព្រះអាទិត្យជាប្រភេទ black hole ដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា supermassive black hole តែក៏ពិតទៅក្រោយមកគេរកឃើញថា supermassive black hole នេះមិនមែនមានតែនៅក្នុង Milky Way របស់យើងនោះទេក៏ប៉ុន្តែក៏មានដែរនៅចំកណ្ដាល Galaxy ផ្សេងទៀតហើយ black hole ប្រភេទ supermassive នេះហើយដែលអ្នកវិទ្យាសាស្ត្រថតបានរូបភាពកាលពីឆ្នាំ2019កន្លងទៅដែលជារូបថតពិតរបស់ black hole លើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនិងជាភស្តុតាងថ្មីចុងក្រោយដែលបញ្ជាក់យ៉ាងច្បាស់ពីវត្តមាន black hole នៅក្នុងចក្រវាឡរបស់យើង